រឿងព្រៃខៀវខ្ចីនៅក្នុងព្រៃធំឈ្មោះព្រៃខៀវខ្ចីដែលស្លឹកឈើខៀវខ្ចីគ្រប់ដណ្ដប់លើមេឃមានកូនទាព្រៃតូចមួយឈ្មោះទុំរាងកាយទុំតូចស្រឡូនរោមពណ៌ត្នោតភ្លឺចែងចាំងភ្នែកធំរាងមូលដូចគ្រាប់គុជខ្ចីទុំចូលចិត្តរត់លេងតាមដើមឈើខ្ពស់លោតពីសាខាមួយទៅសាខាមួយសើចហួរដូចក្អែកតូចប៉ុន្តែរាល់ពេលវាសំឡេងខ្លាធំឬសូម្បីតែសំឡេងស្លឹកឈើរំខានទុំក៏រត់ទៅលាក់ក្រោមគល់ឈើធំញ័រខ្លួនដោយស្លឹកឈើក្នុងខ្យល់ព្យុះថ្ងៃមួយព្រះអាទិត្យរះឡើងភ្លឺចែងចាំងទុំកំពុងលេងជាមួយមិត្តផាត់តូចកញ្ជ្រោងឆ្លាតវៃឈ្មោះខ្លុយនិងក្អែកសំឡេងផ្អែមឈ្មោះច័ន្ទពួកគេកំពុងលេងលាក់គ្នាស្រាប់តែសំឡេងខ្លាឃ្លោងមួយក្រលឹងហេពីចម្ងាយក្រហូទុំភ្ញាក់ផ្អើលរត់ទៅលាក់ក្រោមគំភលធំមួយខណៈច័ន្ទហើរឡើងលើមែកឈើហើយខ្លុយឈរសម្លឹងទុំដោយញឹមទុំសំឡេងញ័រអូយខ្លុយខ្ញុំខ្លាចណាស់បើខ្លាធំមកយើងទាំងអស់គ្នានឹងត្រូវស៊ីអស់ឯងមានវិធីណាដើម្បីក្លាយជាអ្នកក្លាហានបានទេខ្លុយញឹមឆ្លាតវៃហឹកកូនទាតូចឲ្យភាពក្លាហានមិនមែនមានន័យថាមិនខ្លាចទេគឺធ្វើអ្វីដែលត្រូវធ្វើទោះបីខ្លាចក៏ដោយមកខ្ញុំនាំឯងទៅរកផ្លូវលាក់មួយក្នុងព្រៃដែលគេហៅថាផ្លូវនៃភាពក្លាហាននៅទីនោះឯងនឹងរៀនមេរៀនដ៏អស្ចារ្យច័ន្ទហើរចុះមកខ្ញុំទៅជាមួយដែរប៉ុន្តែត្រូវប្រយ័ត្នណាខ្ញុំប្រគេនិយាយថានៅផ្លូវនោះមានឆ្មាព្រៃខ្មឹកមួយក្បាលឈ្មោះឃ្លោកឈរយាមនៅមុខរូងភ្នំគេថាអ្នកណាចង់ឆ្លងផ្លូវនេះត្រូវឆ្លងកាត់ឃ្លោកសិនទុំសម្លឹងមើលមិត្តផាត់ទាំងពីរបេះដូងលោតញាប់ប៉ុន្តែគេញាក់ក្បាលយឺតពួកគេចាប់ផ្ដើមដំណើរផ្លូវនៃភាពក្លាហានជាផ្លូវតូចចង្អៀតគ្រប់ដណ្ដប់ដោយស្លឹកឈើធំនិងវូសឈើបត់បែនពួកគេដើរឆ្លងកាត់ទឹកជ្រោះតូចមួយដែលទឹកធ្លាក់ចុះរំខានបង្កើតជាអាប់ស្ដើងច័ន្ទហើរនៅខាងលើស្រែកប្រាប់ផ្លូវខ្លុយដើរនៅមុខប្រើកន្ទុយវែងរបស់គេវាយូហ្វឈើរីបង្អត់ចំណែកទុំដើរតាមពីក្រោយសម្លឹងមើលជុំវិញដោយភ័យខ្លាចស្រាប់តែនៅមុខរូងភ្នំធំមួយមានឆ្មាព្រៃខ្មឹកឈរនៅទីនោះឃ្លោកមានរោមពណ៌លឿងឆ្នូតខ្មៅភ្នែកភ្លឺចែងចាំងដូចភ្លើងនិងក្រចកវែងខ្លាំងគេឈរយាមនៅមុខរូងស្រែកឡើងដ៏ខ្លាំងឃ្លោកហេអ្នកណាហ៊ានចូលរូងភ្នំនេះនៅទីនោះមានតែភាពភ័យខ្លាចនិងគ្រោះថ្នាក់ប៉ុណ្ណោះបើចង់ឆ្លងត្រូវឆ្លងកាត់ខ្ញុំសិនទុំញ័រខ្លួនលាក់ខ្លួនក្រោយខ្លុយខ្ញុំមិនហ៊ានទេឃ្លោកធំណាស់យើងត្រឡប់ទៅវិញទេខ្លុយច័ន្ទហើរចុះមកសំឡេងតក់ក្រហាយខ្ញុំខ្លាចដែរប៉ុន្តែបើយើងមិនឆ្លងយើងនឹងមិនដឹងថាភាពក្លាហានជាអ្វីទេខ្លុយសំឡេងស្ងប់ស្ងាត់សិនស្ដាប់ខ្ញុំឯងមើលចុងកន្ទុយឃ្លោកនោះវាញ័រវាក៏ខ្លាចដែរប៉ុន្តែវាប្រើភាពខ្មឹកដើម្បីបំភ័យអ្នកដទៃបើយើងរួមគ្នាយើងអាចបញ្ឆោតវាទុំឯងរត់ទៅមុខស្រែកខ្លែថារត់ហើយខ្លាចឃ្លោកភ្ញាក់ផ្អើលសម្លឹងជុំវិញឃើញទុំរត់មកវាសំឡេងខ្លាឃ្លោងពីលើនិងសំឡេងស្រែកពីគ្រប់ទិសវាភ័យស្លន់ស្លោរត់គេចចូលរូងភ្នំតែម្ដងដោយទុកផ្លូវតឹងឲ្យពួកគេទុំឈរសម្លឹងរូងភ្នំញឹមធំយើងឈ្នះហើយខ្ញុំមិនខ្លាចទៀតទេខ្ញុំធ្វើបានច័ន្ទហើរចុះមកសើចហួរឯងក្លាហានណាស់ទុំខ្ញុំក៏រំភើបដែរខ្លុយចុះពីដើមឈើឃើញទេភាពក្លាហានគឺជាការជឿជាក់លើមិត្តផាត់និងខ្លួនឯងឥឡូវយើងចូលរូងភ្នំទៅនៅទីនោះមានផ្ទាំងថ្មមួយសរសេរពាក្យសម្ដីនៃភាពក្លាហានពួកគេចូលរូងភ្នំនៅចំកណ្ដាលរូងមានផ្ទាំងថ្មធំមួយសរសេរដោយអក្សរព្រៃធំភាពខ្លាចគឺជាគ្រាប់ពូជនៃភាពក្លាហានបើគ្មានភាពខ្លាចគ្មានភាពក្លាហានទុំអានាយហើយញឹមចាប់ពីថ្ងៃនោះមកទុំខ្លាចជាកូនទាដ៏ក្លាហានបំផុតក្នុងព្រៃខៀវខ្ចីគេតែងនាំមិត្តផាត់ទៅលេងនៅផ្លូវនៃភាពក្លាហាននិងប្រាប់ពួកគេថាភាពខ្លាចមិនមែនជាស្ត្រូវទេគឺជាគ្រូបង្រៀនបើយើងស្ដាប់គ្រូយើងនឹងក្លាយជាអ្នកក្លាហាននិងព្រៃខៀវខ្ចីក៏បន្លឺឡើងដោយសំឡេងសើចនិងការផ្សងព្រេងថ្មីជារៀងរាល់ថ្ងៃ